ចាសួស្តីបងប្អូនកុមារាកុមារីចាថ្ងៃនេះអ្នកគ្រូមានរឿងនិទានមួយមានចំណងជើងថាសុកលីនិងខ្លែងសុកលីជាក្មេងដែលរស់នៅក្នុងតំបន់ដាច់ស្រយាលថ្ងៃមួយឪពុករបស់គេបានទិញខ្លែងរាងមេអំបៅចម្រុះពណ៌យ៉ាងស្រស់ស្អាតឲ្យគេសុកលីសប្បាយចិត្តណាស់ដោយដាក់ឈ្មោះឲ្យវាថាមេអំបៅនៅពេលទំនេរគេបង្ហោះខ្លែងនោះលេងគ្រប់ទីកន្លែងនៅក្បែរផ្ទះតាមផ្លូវក្បែរចំការនិងតាមភ្លឺស្រែល្ងាចមួយពេលដែលខ្លែងរបស់សុកលីកំពុងតែហោះនៅលើអាកាសស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងធូលីធ្វើឲ្យគេមិនអាចមើលឃើញអ្វីទាំងអស់លុះខ្យល់ស្ងប់ទៅទើបសុកលីដឹងថាមេអំបៅរបស់គេហើរបាត់ទៅហើយគេដើរយឺតសម្លឹងមើលព្រះអាទិត្យរៀបលិចដោយទឹកមុខស្រពោនគេពិបាកចិត្តខ្លាំងណាស់ហើយមិនហ៊ានយករឿងនេះប្រាប់ឪពុកម្ដាយទេយប់នេះសុកលីដេកមិនលក់សោះគេស្រមៃឃើញខ្លែងរបស់គេជានិច្ចមេអំបៅតើឯងនៅទីណាតើឯងកំពុងនៅទីក្រុងភ្នំពេញឬតើឯងបានឃើញវិមានឯករាជ្យដែរឬទេតើឯងនឹងត្រឡប់មកផ្ទះវិញទេសុកលីកុមារដែលបាត់ខ្លែងប្រែខ្លួនទៅខាងស្ដាំមេអំបៅតើឯងនៅទីណាតើឯងកំពុងហោះកាត់បឹងទន្លេសាបឬតើឯងមានឃើញពពួកត្រីដែរឬទេតើឯងនឹងត្រឡប់មកផ្ទះវិញទេសុកលីកុមារដែលបាត់ខ្លែងប្រែខ្លួនទៅខាងឆ្វេងមេអំបៅតើឯងនៅទីណាតើឯងកំពុងនៅសៀមរាបឬតើឯងបានឃើញប្រាសាទអង្គរវត្តដែរឬទេតើឯងនឹងត្រឡប់មកផ្ទះវិញទេសុកលីកុមារដែលបាត់ខ្លែងក្រោកអង្គុយមេអំបៅតើឯងនៅទីណាតើឯងកំពុងនៅខេត្តរតនគិរីឬតើឯងមានឃើញសត្វដំរីខ្លាស្វាដែរឬទេតើឯងនឹងត្រឡប់មកផ្ទះវិញទេសុកលីនឹងខ្លែងគេនឹកខ្លែងគេកាន់តែខ្លាំងឡើងគេក្រោកឈរឡើងហើយដើរទៅមាត់បង្អួចសម្លឹងមើលមេឃដែលសម្បូរដោយផ្កាយមេអំបៅតើឯងនៅទីណាតើឯងចេញផុតពីផែនដីហើយឬតើឯងមានឃើញពួកអ្នកវិទ្យាសាស្ត្រនិងយានរបស់គេដែរឬទេតើឯងនឹងត្រឡប់មកផ្ទះវិញទេសុកលីសម្លឹងមើលមេឃយ៉ាងយូរគេដកដង្ហើមធំខ្ញុំដឹងថាឯងបានទៅកន្លែងទាំងអស់នោះឯងមិនត្រឡប់មកវិញទេព្រោះឯងមិនចូលចិត្តខ្ញុំនិងផ្ទះរបស់ខ្ញុំតែខ្ញុំនៅតែស្រឡាញ់ឯងជានិច្ចព្រឹកនេះសុកលីភ្ញាក់ពីដេកយឺតជាងរាល់ដងគេដើរទៅជួបម្ដាយទាំងស្រងោស្រងាត់ឃើញដូច្នេះម្ដាយរបស់គេក៏សួរឡើងសុកលីកូនមានរឿងអីសុកលីអង្គុយជិតម្ដាយរួចឆ្លើយទាំងតតាក់តតប់ម៉ែគឺកូនបានធ្វើឲ្យបាត់មេអំបៅហើយពេលនោះឪពុករបស់សុកលីដើរសម្ដៅទៅកញ្ច្រែងធំមួយដែលនៅលើគ្រែក្បែរនោះសុកលីឃើញគាត់ទាញមេអំបៅចេញមកគាត់និយាយទាំងហុចខ្លែងឲ្យកូនពុកឃើញវានៅជាប់នឹងមែកអំពិលទឹកកាលពីព្រឹកមិញគេទទួលខ្លែងពីឪពុកទាំងលោតកញ្ឆេងឪពុកម្ដាយមើលមកកូនទាំងញញឹមម្ដាយនិយាយបន្ថែមមេអំបៅរបស់កូនត្រឡប់មកវិញដោយសារតែវានៅតែស្រឡាញ់កូន
ចារឿងនិទានសុកលីនិងខ្លែងចាបានដល់ទីបញ្ចប់ហើយចាអ្នកគ្រូសូមអរគុណនិងសូមជម្រាបលា